បទពិសោធន៍សង្គ្រាមលើកលោកទី2ដែលបារាំងចាញ់អញ្ចឹងបារាំងចាញ់បារាំងធ្លាក់ដៃអស់ហើយអត់មានពេលណាបន្តតទេតែយើងត្រូវចាប់ដៃបារាំងសម្រាប់ទប់ពួកកុម្មុយនីសប៉ុន្តែយើងអត់ទប់ទេយើងចង់បានឯករាជ្យប៉ុន្តែយើងបាត់ដីដល់ទៅប្រមាណខែដោះស្រាយមិនទាន់ចប់ផងយើងចាប់ផ្ដើមទទួលយកឯករាជ្យដោយបិទភ្នែក21ខេត្តអាហ្នឹងប្រវត្តិសាស្ត្រយើងទៅយល់ទោះបីជាខ្ញុំមិននិយាយសភៅនេះចេញក៏វាសរសេររឿងហ្នឹងដែរសរសេររឿងហ្នឹងដែរដែលខ្មែរទាំងអស់គ្នាត្រូវតែចងចាំខ្មែរទាំងអស់គ្នាត្រូវតែដឹងថាកុំលឿនពេកកុំចង់ពេកបើសិនគ្មានផលប្រយោជន៍សម្រាប់ជាតិកុំលឿនត្រូវតែយឺតបន្តិចចាប់ដៃជាមួយបារាំងចាប់ដៃមួយអាមេរិកត្រូវនិយាយសិនខ្ញុំប្រាប់បារាំងអត់ប្រើខ្មែរទេបារាំងប្រើចិនប្រើវៀតណាមឲ្យមកដាំកស៊ូប្រើចិនប្រើមកទាពុនឲ្យខ្មែរពីខ្មែរអើស្អីគេថាខ្មែរខ្ជិលយើងខ្ជិលមែនអត់បើយើងខ្ជិលយើងត្រូវតែកែដូនតាយើងសងសាងកោវត្តបានយើងអត់ខ្ជិលតែឥឡូវយើងឈប់ខ្ជិលទៅយើងខំឧស្សាហ៍ខ្មែរដាំអីហូបបានខ្មែរត្រូវដាំនឹងដូនតាយើងសំបីតែទឹកលាងជើងមិនចោលផងលាងជើងដាក់ជីដើម្បីបេះជីមកទទួលទានវិញឥឡូវជីក៏ទិញគេដែរវាដល់ពេលខ្មែរខំដូរអេរយាប័តឡើងទៅមុខផ្ទះយ៉ាងហោចក៏ដាំក្រូចឆ្មាមួយដើមទៅដាំដូងមួយដើមទៅកុំទិញគេមោទនភាពផឹកដូងប៉ុន្តែក៏មិនទេណានាំដូងចាញ់ចិនមកដាំខ្មែរចាប់ផ្ដើមត្រូវគិតពិចារណាអាណិតជាតិខ្លួនមោទនភាពលើកដូងគេបើដូងក៏អូបមកពីថៃមកពីវៀតណាមខ្មែរទៅដាំទេហើយដាំនឹងមិនរបស់ខ្មែរទៀតដាំនៅលើដីខ្មែរដល់ពេលខ្មែរត្រូវខំហើយនិយាយចឹងមែនទេណាខ្ញុំធ្វើអ្វីៗដើម្បីបុព្វហេតុជាតិនេះច្រើនណាស់ដើម្បីផលប្រយោជន៍យុវជនត្រូវអានប្រវត្តិសាស្ត្រកុំឲ្យជន់ដដែលហើយដដែលទៀត